ដំណើរថាមានស្ដេចក្អែកមួយនៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ថ្ងៃមួយក្អែកនេះបានរៀបចំការកូនឲ្យបានគូស្រកស្ដេចក្អែកបានចាត់ឲ្យពួកពលទៅអញ្ជើញភ្ញៀវមកស៊ីការលុះដល់ថ្ងៃកំណត់រៀបចំផ្សំគំកូនប្រុសស្រីទាំងពីរហើយពួកសត្វទាំងអស់ដែលក្អែកបានអញ្ជើញក៏បានមកជួបជុំផឹកស៊ីយ៉ាងគក្រឹកគក្រែងនិយាយពីស្ដេចអណ្ដើកដែលស្ដេចក្អែកអញ្ជើញមកខំវាទៅនឹងគេដែរតែដោយហេតុជើងវាខ្លីពេកក៏មកដល់ក្រោយគេលុះទៅដល់ដើមត្នោតសត្វអណ្ដើកក៏ដកក៏មើលទៅខាងលើក៏ឃើញសត្វជាច្រើនកំពុងស៊ីផឹកអណ្ដើកនឹកឃ្លានណាស់តែមិនដឹងធ្វើដូចម្ដេចនឹងឡើងទៅលើចុងត្នោតបានពេលនោះស្រាប់តែមានពស់មួយលូនមកដល់អណ្ដើកក៏សួរទៅពស់បងពស់ទៅណាដែរពស់ឆ្លើយខ្ញុំបងរំនឹងទៅស៊ីការកូនបងក្អែកកូនចុះបងអណ្ដើកឯងមកទីនេះធ្វើអ្វីដែរអណ្ដើកឆ្លើយខ្ញុំបងរំទៅស៊ីការកូនបងក្អែកដែរពស់ប្រាប់អណ្ដើកបើដូច្នោះសូមបងអណ្ដើកខាំកន្ទុយខ្ញុំមកខ្ញុំនឹងលូនយោងឡើងទៅលើតែពស់ប្រយ័ត្នមាត់បន្តិចអណ្ដើកត្រេកអរក៏ខាំកន្ទុយពស់ភ្លាមពស់ក៏ឡើងទៅលើចុងត្នោតលុះទៅដល់លើចុងត្នោតស្ដេចក្អែកក្រឡេកឃើញអណ្ដើកក៏ស្រែកសួរជាការគួរសមយីបងអណ្ដើកអញ្ជើញមកដែរអណ្ដើកភ្លេចខ្លួនឆ្លើយទទួលពាក្យគួរសមនេះវិញបាទមួយរំពេចនោះអណ្ដើកក៏របូតមាត់ពីកន្ទុយពស់ធ្លាក់ពោកមកលើដីបណ្ដាលឲ្យស្រាប់ស្នោកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯងរឿងកញ្ជ្រោងណាំកូនពពែមានមេពពែមួយរស់នៅជាមួយនឹងកូនក្នុងផ្ទះមួយក្បែរមាត់ព្រៃរាល់ថ្ងៃមុននឹងចេញទៅរកចំណីមេពពែតែងតែផ្ដែផ្ដាំកូននៅពេលដែលម៉ែមិននៅផ្ទះកូនកុំដើរលេងផ្ដេសផ្ដាសឲ្យសោះម្យ៉ាងទៀតបើមាននរណាគោះទ្វារហៅកូនឲ្យបើកទ្វារចូលកូនកុំបើកព្រោះនៅក្នុងព្រៃនេះមានសត្វសាហាវជាច្រើននៅពេលម៉ែត្រឡប់មកវិញម៉ែនឹងគោះទ្វារហៅកូនរួចលូកជើងមុខចូលចន្លោះក្រោមទ្វារបង្ហាញកូនជាសញ្ញាមេពពែដាំកូនរួចហើយក៏ចេញទៅរកចំណីបាត់ទៅឯកូនពពែក៏បិទទ្វារចិត្តធ្វើតាមបណ្ដាំម៉ែពេលនោះជាឱកាសល្អសម្រាប់កញ្ជ្រោងដែលបានចូលលួចស្ដាប់ការផ្ដែផ្ដាំរបស់មេពពែមួយសន្ទូធំក្រោយមកកញ្ជ្រោងក៏ចូលទៅគោះទ្វារតុកកូនពពែក៏សួរនរណាណាម៉ែឬកញ្ជ្រោងក៏ឆ្លើយធ្វើសំឡេងដូច
រួចយកទៅឲ្យសេដ្ឋីហើយសុំយកកូនប្រុសមកវិញថ្ងៃមួយបុរសប្តីប្រពន្ធនាំគ្នាដើរអំបុកហូបកូនសេដ្ឋីធំក្លិនអំបុកនឹកចង់ហូបសេដ្ឋីក៏ទៅខ្ចីអំបែងបុរសនោះលុះដើរអំបុករួចស្រាប់តែមានឆ្កែប្រខាន់គ្នាពីលើអំបែងនោះបែកខ្ទេចអស់សេដ្ឋីទៅប្រាប់បុរសនោះយំពួកទ្រង់